បច្ចេកទេសចិញ្ចឹមកង្កែបជាចំណេះដឹងមួយផ្នែកជួយដល់ប្រជាកសិករនៅតាមជនបទក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងឱកាសបង្កើនការងារនិងរកប្រាក់ចំណូលបន្ថែមរួមចំណែកលើកកម្ពស់ជីវភាពនិងបំពេញបន្ថែមនៅអាហារូបត្ថម្ភដើម្បីកាត់បន្ថយការចាប់កង្កែបពីធម្មជាតិចំណេះដឹងនេះគឺរួមចំណែកជួយដល់កសិករកម្ពុជាដែលមានចំណាប់អារម្មណ៍លើបច្ចេកទេសចិញ្ចឹមកង្កែបដែលអាចយកទៅអនុវត្តការចិញ្ចឹមដោយខ្លួនឯងបានយ៉ាងងាយម្យ៉ាងវិញទៀតការចិញ្ចឹមកង្កែបមិនត្រូវការទំហំដីធំពេកទេនិងមិនចំណាយដើមទុនច្រើនក្នុងការកសាងអាងដូចជាយើងអាចសាងសង់នៅជាប់របងផ្ទះនៅក្រោមដើមឈើតាមស្រះទឹកតាមវាលស្រែពូជកង្កែបដែលយកមកចិញ្ចឹមនេះគឺជាកង្កែបដែលអាចផលិតបាននៅក្នុងស្រុកប្រភេទកង្កែបនេះងាយស្រួលចិញ្ចឹមឆាប់ធំធាត់ក្នុងរយៈពេលខ្លីហើយឆាប់ទទួលផលពិសេសវាមានភាពសមស្របសម្រាប់កសិករដែលមានប្រភពទឹកតិចនិងពុំមានដីធំទូលាយដោយឡែកនៅប្រទេសកម្ពុជាគេប្រទះឃើញមានប្រភេទកង្កែបជាច្រើនដូចជាកង្កែបគោបកង្កែបក្អាត់កង្កែបអាចគោកង្កែបស្រូវជាដើមការវិវត្តនៃកង្កែបកូនក្អុកទៅញាស់ភ្លាមមានស្រកីមានរង្វង់ភ្នែកមានកន្ទុយមានរាងសំប៉ែតមាត់ចំហក្នុងដំណាក់កាលកូនក្អុកស្រកីមានមុខងារសម្រាប់ដកដង្ហើមពេលនេះកូនក្អុកលូតលាស់សួតជំនួសស្រកីហើយរយៈពេល2សប្តាហ៍មកទៀតមានដុះជើងក្រោយរួមនឹងមានការរួញកន្ទុយហៅថាដាច់កន្ទុយក៏คล้ายជាកូនកង្កែបពេញលេញទៅកង្កែបចាប់ពីធម្មជាតិយកមកចិញ្ចឹមមានការអៀនខ្មាស់ច្រើននៅពេលមានមនុស្សឈរមើលដោយឡែកចំពោះកង្កែបដែលចិញ្ចឹមនេះពពោះវាក្លាហានណាស់នៅពេលផ្ដល់ចំណីលោតចាប់ចំណីនៅក្នុងធម្មជាតិកង្កែបចូលចិត្តស៊ីដូចជាខ្យងក្តាមកូនក្តាមក្តាមសក់កណ្ដូបមេអំបៅមេភ្លៀងសត្វចិញ្លេនកំពឹសកូនត្រីចង្រិតដង្កូវជាដើមការចិញ្ចឹមកង្កែបក្នុងអាងក្រាលក្រណាត់កៅស៊ូរបស់ប្រជាពលរដ្ឋផ្ទៃអាងមានទំហំពី2ទៅ3ម៉ែត្រការ៉េកម្ពស់អាង80សង់ទីម៉ែត្របើនិយាយកម្ពស់ទឹកវិញក្នុងអាងគឺ10សង់ទីម៉ែត្រមានបំពង់ទឹកបង្ហូរចេញចូលប្រក់ដំបូលដោយក្រណាត់កៅស៊ូបន្ថយកម្ដៅថ្ងៃដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េត្រូវចាប់កូនកង្កែបណាដែលធំយកទៅដាក់ចិញ្ចឹមអាងផ្សេងបដូរទឹករៀងរាល់មុនឲ្យចំណីគឺពេលព្រឹកនិងពេលល្ងាចបើមានភ្លៀងខ្លាំងយើងត្រូវបង្ហូរទឹកក្នុងអាងចោលតោះឥឡូវមកមើលការចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់វិញម្ដងផ្ទៃអាងមានទំហំពី2ទៅ50ម៉ែត្រការ៉េកម្ពស់អាង80សង់ទីម៉ែត្របាតអាងត្រូវធ្វើឲ្យមានផ្ទៃរលោងនិងជម្រាលទៅម្ខាងកម្ពស់ទឹកក្នុងអាង10សង់ទីម៉ែត្រការចិញ្ចឹមកង្កែបក្នុងស្រះផ្ទៃស្រះមានទំហំពី20ទៅ300ម៉ែត្រការ៉េបើនិយាយពីជម្រៅទឹកក្នុងស្រះកម្ពស់អាងពី30ទៅ50សង់ទីម៉ែត្របាតស្រះរាបស្មើនិងជម្រាលទៅម្ខាងត្រូវមានបំពង់ទឹកបង្ហូរទឹកចេញចូលដូចជាក្នុងអាងទឹកស៊ីម៉ង់ឬក៏ក្នុងតង់ជាដើមត្រូវព័ទ្ធស្បៃឬស័ង្កសីជុំវិញស្រះដើម្បីការពារកុំឲ្យកង្កែបលោតចេញបានប្រក់ស្បៃកាត់បន្ថយកម្ដៅថ្ងៃដងស៊ីតេដាក់ចិញ្ចឹមពី80ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េបើទឹកក្នុងស្រះមានក្លិនស្អុយត្រូវប្ដូរទឹកឥឡូវងាកមកមើលការចិញ្ចឹមកង្កែបក្នុងស្បៃមុងវិញម្ដងផ្ទៃស្បៃមុងមានទំហំពី6ទៅ30ម៉ែត្រការ៉េកម្ពស់ស្បៃមុងពី80ទៅ100សង់ទីម៉ែត្រនិងមានគម្របក្នុងស្បៃមុងមានដាក់បន្ទះស្នោដើម្បីទុកឲ្យកូនកង្កែបលោតទុំនិងស៊ីចំណីត្រូវបោះបង្គោលឲ្យរឹងមាំបើនិយាយពីដងស៊ីតេដាក់ចិញ្ចឹមគឺពី50ទៅ80ក្បាលក្នុង1ម៉ែត្រការ៉េត្រូវឧស្សាហ៍ត្រួតពិនិត្យជុំវិញស្បៃមុងរៀងរាល់ថ្ងៃបើមានភ្លៀងខ្លាំងយើងត្រូវពិនិត្យស្បៃមុងក្រែងមានការលិចស្បៃមុងបើនិយាយពីការប្រើប្រាស់ចំណីនិងការផ្ដល់ចំណីកែច្នៃសមាសធាតុផ្សំកន្ទក់ម្សៅត្រីសណ្តែកសៀងពោតក្រហមអំបិលសរុបសមាសធាតុផ្សំកន្ទក់40គីឡូក្រាមម្សៅត្រី40គីឡូក្រាមសណ្តែកសៀងវិញ5គីឡូក្រាមពោតក្រហម15គីឡូក្រាមអំបិល1គីឡូក្រាមសរុប101គីឡូក្រាមឥឡូវតោះមើលទៅការប្រមូលផលវិញម្ដងចំណែកនៃការប្រមូលផលរបស់ប្រជាកសិករវិញការប្រមូលផលក្រោយចិញ្ចឹមបានរយៈពេលពី3ទៅ4ខែដូច្នេះក្នុងមួយឆ្នាំអាចចិញ្ចឹមបានពី2ទៅ3ដងបើនិយាយពីការចិញ្ចឹមកង្កែបគួរតែចិញ្ចឹមក្នុងរយៈពេលពី3ទៅ4ខែបានហើយបើយើងចិញ្ចឹមហួសរយៈនេះវានឹងធ្វើឲ្យយើងចំណាយពេលវេលាពិសេសការលូតលាស់របស់កង្កែបមានការធំធាត់យឺតឬមិនកើនទម្ងន់អាដមីនសូមជម្រាបតែប៉ុណ្ណេះសូមជួបអាដមីននៅពេលក្រោយទៀត